ដ្ឋានបេក្ខជនយោធាកម្ពុជាទាំង10របស់អាមេរិកនៅក្នុងឆ្នាំ2026វិស័យឧទ្ធម្ភាគចក្រយោធារបស់សហរដ្ឋអាមេរិកបានឈានដល់ដំណាក់កាលអន្តរកាលដ៏សំខាន់ដោយផ្ដោតលើល្បឿនចម្ងាយហោះហើរនិងការតភ្ជាប់បណ្ដាញ Digital នេះគឺជាឧទ្ធម្ភាគចក្រយោធាកម្ពុជាទាំង10របស់សហរដ្ឋអាមេរិកទី1 AH6 ឬ MH6 ឧទ្ធម្ភាគចក្រ AH6 និង MH6 ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថា Little Bird ឬរហស្សនាមថា Killer H គឺជាឧទ្ធម្ភាគចក្រធន់ស្រាលដ៏ល្បីល្បាញបំផុតរបស់កងទ័ពសហរដ្ឋអាមេរិកជាពិសេសប្រើប្រាស់ដោយកងវីរសេនាធំអាកាសចរប្រតិបត្តិការពិសេសទី160ទាំងនេះគឺជាការរៀបរាប់លម្អិតអំពីសមត្ថភាពបច្ចេកវិទ្យាប្រតិបត្តិការនិងតម្លៃសម្រាប់សមត្ថភាព Little Bird ត្រូវបានរចនាឡើងសម្រាប់ភាពរហ័សរហួននិងការវាយប្រហារចំគោលដៅភាពបត់បែនវាមានសមត្ថភាពអាចហោះហើរបានយ៉ាងរហ័សក្នុងចន្លោះអគារខ្ពស់ៗផ្លូវតូចចង្អៀតនិងអាចចុះចតនៅលើដំបូលផ្ទះឬទីតាំងដែលឧទ្ធម្ភាគចក្រធំៗមិនអាចធ្វើបានវាមានល្បឿនអតិបរមាប្រហែល282គីឡូម៉ែត្រក្នុង1ម៉ោងការដឹកជញ្ជូនវាអាចដឹកកងកម្លាំងពិសេសបានពី4ទៅ6នាក់ដោយអង្គុយនៅលើបន្ទះក្តារនៅសងខាងយន្តហោះដើម្បីងាយស្រួលក្នុងការលោតចុះឬវាយឆ្មក់ការបំពាក់អាវុធសម្រាប់ AH6 វាត្រូវបានបំពាក់ដោយកាំភ្លើងយន្ត M134 Minigun ដែលអាចបាញ់បានចន្លោះពី 2000 គ្រាប់ទៅ 6000 គ្រាប់ក្នុង1នាទីបំពាក់ដោយ Rocket Hydra 70និងបំពាក់ដោយមីស៊ីលប្រឆាំងរថ Cross AGM-114 Hellfire មិនតែប៉ុណ្ណោះវាអាចបំពាក់ទាំងមីស៊ីលបាញ់ពីអាកាសទៅអាកាស FIM-92 Stinger សម្រាប់ការពារខ្លួនសម្រាប់បច្ចេកវិទ្យាទោះបីជាវាមានរាងតូចប៉ុន្តែវាបំពាក់ដោយបច្ចេកវិទ្យាទំនើបវាមានប្រព័ន្ធ Avionics បំពាក់ដោយប្រព័ន្ធកុំព្យូទ័រចំនួនចុងក្រោយដែលមានអេក្រង់ Digital បង្ហាញព័ត៌មានហោះហើរប្រព័ន្ធសង្កេតការណ៍បំពាក់ដោយកាមេរ៉ាអុបទិកនិង Infrared សម្រាប់មើលក្នុងពេលយប់និងចាប់សញ្ញាកម្ដៅសត្រូវវាត្រូវបានប្រើប្រាស់ Mazen Allison T63A5A ឬ Rolls-Royce 250 Z30 កម្លាំងខ្លាំងដែលធ្វើឲ្យវាមានអនុបាទកម្លាំងធៀបនិងទម្ងន់ខ្ពស់បំផុតមានប្រព័ន្ធប្រឆាំងមីស៊ីលនិងប្រព័ន្ធការពារស្ទាក់ចាប់ពីរ៉ាដាសត្រូវចំពោះប្រតិបត្តិការ Little Bird ត្រូវបានប្រើប្រាស់ក្នុងបេសកកម្មសំខាន់ៗដូចជាការដឹកជញ្ជូនកងកម្លាំង Delta Force ឬ Navy SEAL ចូលទៅក្នុងតំបន់សត្រូវដោយសម្ងាត់ការគ្រប់គ្រងផ្លូវអាកាសយ៉ាងគៀផ្ដល់ការបាញ់ការពារដល់កងទ័ពជើងគោលក្នុងស្ថានភាពអាសន្នការស៊ើបការវាហោះហើរក្នុងកម្ពស់ទាបដើម្បីប្រមូលព័ត៌មានពីសត្រូវសម្រាប់ប្រតិបត្តិការល្បីៗវាត្រូវបានបង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងសមរភូមិនៅទីក្រុង Mogadishu ប្រទេសសូម៉ាលីឆ្នាំ1993ក្នុងព្រឹត្តិការណ៍ Black Hawk Down និងក្នុងសង្គ្រាមនៅអ៊ីរ៉ាក់និងនៅអាហ្គានីស្ថានចំពោះតម្លៃនៃឧទ្ធម្ភាគចក្រនេះវាមានការប្រែប្រួលអាស្រ័យលើការបំពាក់គ្រឿងសព្វាវុធនិងបច្ចេកវិទ្យាចំពោះតម្លៃប៉ាន់ស្មានចន្លោះពី2លានទៅ5លានដុល្លារអាមេរិកក្នុងមួយគ្រឿងនេះជាតម្លៃសម្រាប់តួខ្លួននិងប្រព័ន្ធមូលដ្ឋានប្រសិនបើបូករួមទាំងប្រព័ន្ធសព្វាវុធទំនើបនិងការថែទាំតម្លៃអាចនឹងខ្ពស់ជាងនេះជារួម AH6 ឬ MH6 Little Bird គឺជាអាវុធដ៏សាហាវក្នុងរូបរាងតូចច្រឡឹងវាជាជម្រើសដំបូងសម្រាប់បេសកកម្មដែលទាមទារភាពរហ័សល្បឿននិងភាពជាក់លាក់ខ្ពស់ដែលឧទ្ធម្ភាគចក្រធន់ធ្ងន់ដូចជា Apache ឬ Black Hawk មិនអាចជំនួសបានទី2 UH-1Y ឧទ្ធម្ភាគចក្រ UH-1Y Venom ត្រូវបានគេស្គាល់ថាគឺជាឧទ្ធម្ភាគចក្រប្រើប្រាស់ទូទៅកម្រិតមធ្យមដែលមានម៉ាស៊ីន2និងស្លាបចក្រចំនួន4សន្លឹកវាត្រូវបានផលិតដោយក្រុមហ៊ុន Bell Helicopter សម្រាប់កងពលតូចទៅព្រៃអាមេរិកហើយនេះគឺជាលក្ខណៈពិសេសរបស់វា UH-1Y Venom វាមានសមត្ថភាពដូចជាភាពបត់បែនវាត្រូវបានរចនាឡើងដើម្បីបំពេញបេសកកម្មចម្រុះដូចជាការដឹកជញ្ជូនទ័ពការវាយប្រហារគ្រប់គ្រងពីអាកាសការសង្គ្រោះបន្ទាន់ការឆ្លូបយកការនិងការបញ្ជាការល្បឿននិងទម្ងន់វាមានល្បឿនលឿនអតិបរមាប្រហែល304គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចផ្ទុកទម្ងន់សរុបបានរហូតដល់ជិត8400គីឡូក្រាមហើយវាអាចបំពាក់នៅកាំភ្លើងយន្ត M240 GAU-16 ឬ GAU-17A និងគ្រាប់រូកាត 70mm Hydra 70ឬ APKWS-2 ដែលជាគ្រាប់រូកាតនាំផ្លូវដោយឡាស៊ែរសម្រាប់បច្ចេកវិទ្យាវាមានប្រព័ន្ធស្លាបចក្រខុសពីស៊េរីចាស់ៗ UH-1Y ប្រើស្លាបចក្រចំនួន4សន្លឹកធ្វើពីសារធាតុផ្សំដែលធ្វើឲ្យវាហោះហើរបានលឿនស្ងាត់និងមានស្ថិរភាពខ្ពស់វាប្រើប្រាស់ម៉ាស៊ីន2ប្រភេទ General Electric T700GE 401C ដែលផ្ដល់កម្លាំងខ្លាំងនិងសុវត្ថិភាពខ្ពស់ហើយបើខូចម៉ាស៊ីនមួយនៅសល់មួយទៀតអាចហោះបាននៅក្នុងកាប៊ីនបញ្ជាវាត្រូវបានបំពាក់ដោយអេក្រង់ Digital ទំនើបដែលបង្ហាញទិន្នន័យហោះហើរនិងប្រព័ន្ធសញ្ញាសម្រាប់កំណត់គោលដៅប្រព័ន្ធ Sensor
វាត្រូវបានបំពាក់ប្រព័ន្ធ FLIR និងកាមេរ៉ាទំនើបសម្រាប់មើលក្នុងពេលយប់និងក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ចំពោះប្រតិបត្តិការភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់កងទ័ពជើងទឹកនិងកងពលទុយទ័ពព្រៃរបស់អាមេរិកក្នុងប្រតិបត្តិការចុះចតតាមនាវានិងតំបន់សមរភូមិជួរមុខវាត្រូវបានរចនាឡើងដើម្បីធន់នឹងការវាយប្រហារពីដីនិងអាចធ្វើការជួសជុលបានងាយស្រួលក្នុងលក្ខខណ្ឌសមរភូមិវាមានគ្រឿងបន្លាស់ដូចគ្នាដល់ទៅ 80% ជាមួយអត្ថប្រយោជន៍វាយប្រហារ AH-1Z Viper ដែលជួយកាត់បន្ថយការចំណាយលើការថែទាំនិងគ្រឿងបន្លាស់សម្រាប់តម្លៃវិញអាចប្រែប្រួលទៅតាមកញ្ចប់បច្ចេកវិទ្យានិងអាវុធប៉ុន្តែជាមធ្យមតម្លៃក្នុងមួយគ្រឿងគឺប្រហែលពី25លានទៅ30លានដុល្លារសហរដ្ឋអាមេរិកជារួម UH-1Y Venom គឺជាអត្ថប្រយោជន៍ដ៏មានឥទ្ធិពលនិងទំនើបបំផុតមួយក្នុងត្រកូល UE ដែលរួមបញ្ចូលគ្នានូវភាពរឹងមាំពីបុរាណជាមួយនឹងបច្ចេកវិទ្យា Digital ចុងក្រោយបង្អស់ទី3 UH-60M Black Hawk បឋមបេក្ខជន UH-60M Black Hawk គឺជាចំនួនចុងក្រោយនិងទំនើបបំផុតនៃត្រកូល Black Hawk ដែលផលិតដោយក្រុមហ៊ុន Sikorsky បទសម្ព័ន្ធរបស់ Lockheed Martin វាត្រូវបានគេស្គាល់ថាជាឆ្អឹងខ្នងនៃកងទ័ពជើងគោកអាមេរិកនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជុំវិញពិភពលោកហើយនេះជាលក្ខណៈពិសេសរបស់វាមានសមត្ថភាពអាចដឹកទ័ពបាន11នាក់បំពាក់អាវុធពេញលក្ខណៈឬអាចដឹកជញ្ជូនសម្ភារៈតាមរយៈការចោះព្យួរនៅខាងក្រៅបានទម្ងន់ដល់ទៅ4080 គីឡូក្រាមវាមានល្បឿនហោះអតិបរមាប្រហែល294គីឡូម៉ែត្រក្នុង1ម៉ោងវាអាចបំពេញភារកិច្ចបានច្រើនដូចជាការវាយប្រហារតាមអាកាសការសង្គ្រោះបន្ទាន់ការដឹកជញ្ជូន VIP និងការស្វែងរកសង្គ្រោះការការពារខ្លួនវាបំពាក់ដោយម៉ាស៊ីនបាញ់កាំជ្រួចបញ្ឆោតដើម្បីការពារពីកាំជ្រួចស្វែងរកកម្ដៅនិងមានតួខ្លួនដ៏រឹងមាំដែលអាចការពារក្រកាំភ្លើងធន់ស្រាលចំពោះបច្ចេកវិទ្យាក្នុងកាប៊ីនរបស់វាបំពាក់ដោយអេក្រង់ពហុមុខងារចំនួន4ដែលបង្ហាញទិន្នន័យហោះហើរ Panty Digital និងស្ថានភាពម៉ាស៊ីនយ៉ាងច្បាស់លាស់វាប្រើម៉ាស៊ីនពីរប្រភេទ General Electric T700GE 701D ដែលផ្ដល់កម្លាំងខ្លាំងនិងប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ដែលមានអាកាសធាតុក្តៅឬតំបន់ភ្នំខ្ពស់វាមានស្លាបចក្រទំនើបស្លាបចក្រមេទាំង4សន្លឹកត្រូវបានធ្វើពីសារធាតុផ្សំនិងមានបច្ចេកវិទ្យាដែលជួយបង្កើនកម្លាំងលើកនិងកាត់បន្ថយការថែទាំប្រព័ន្ធគ្រប់គ្រងការហោះហើរវាមានប្រព័ន្ធបើកបរស្វ័យប្រវត្តិដែលជួយសម្រាលការងារអ្នកបើកបរនិងបង្កើនសុវត្ថិភាពសម្រាប់ប្រតិបត្តិការវាត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិកនិងជាង30ប្រទេសផ្សេងទៀតមានភាពធន់នឹងសមរភូមិវាត្រូវបានរចនាឡើងដើម្បីដំណើរការក្នុងលក្ខខណ្ឌដ៏អាក្រក់បំផុតចាប់ពីវាលខ្សាច់ក្តៅរហូតដល់តំបន់ត្រជាក់ខ្លាំងការសម្របខ្លួនអាចបំពាក់ធុងប្រេងបន្ថែមនៅខាងក្រៅដើម្បីហោះហើរបានចម្ងាយឆ្ងាយនិងអាចបំពាក់កាំភ្លើងយន្តនៅសងខាងទ្វារដូចជា M240 ឬ M134 Minigun ចំពោះតម្លៃ UH-60M Black Hawk តម្លៃរបស់វាអាស្រ័យលើការបំពាក់ឧបករណ៍និងកិច្ចសន្យាថែទាំប៉ុន្តែជាមធ្យមក្នុងមួយគ្រឿងគឺប្រហែលពី21លានទៅ25លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តម្លៃលក់ទៅក្រៅប្រទេសអាចឡើងដល់30លានដុល្លារឬលើសនេះអាស្រ័យលើការបណ្ដុះបណ្ដាលគ្រឿងបន្លាស់និងអាវុធដែលបំពាក់ជាមួយជារួម UH-60M Black Hawk គឺជាអត្ថប្រយោជន៍ដែលមានតុល្យភាពល្អបំផុតរវាងកម្លាំងសមត្ថភាពដឹកជញ្ជូននិងបច្ចេកវិទ្យា Digital ដែលធ្វើឲ្យវាក្លាយជាជម្រើសលេខ1សម្រាប់កងទ័ពទំនើបជុំវិញពិភពលោកទី4 AH-1Z Viper គឺជាអត្ថប្រយោជន៍វាប្រហារដ៏ទំនើបបំផុតមួយរបស់ពិភពលោកដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Bell Helicopter សម្រាប់កងទ័ពជើងទឹកអាមេរិកនេះជាសមត្ថភាពបច្ចេកវិទ្យាប្រតិបត្តិការនិងតម្លៃរបស់វាសម្រាប់សមត្ថភាពវាមានសមត្ថភាពអាចធ្វើការវាប្រហារលើដីការពារក្បួនដំណើរកំទេចរថក្រនិងធ្វើការឆ្លប់យកកាមចំពោះល្បឿននិងចម្ងាយវាអាចហោះហើរបានក្នុងល្បឿនអតិបរមាប្រហែល370គីឡូម៉ែត្រក្នុង1ម៉ោងនិងមានចម្ងាយប្រតិបត្តិការប្រហែល575គីឡូម៉ែត្រសម្រាប់គ្រឿងសព្វាវុធបំពាក់ដោយកាំភ្លើងយន្តធន់20មីលីម៉ែត្រឬកាំភ្លើង M197 ចំនួន1ដើមបំពាក់ដោយមីស៊ីលប្រឆាំងរថក្រ Hellfire អាចបំពាក់បានដល់16គ្រឿងបំពាក់ក្របរ៉ុកែត Hydra 70ឬ APKWS ជាក្របរ៉ុកែតដឹកនាំដោយ Laser មានបំពាក់មីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-9 Zyfinder សម្រាប់ការពារខ្លួនពីយន្តហោះសត្រូវបច្ចេកវិទ្យាប្រព័ន្ធស្លាបចក្រប្រើប្រាស់ស្លាបចក្រចំនួន4សន្លឹកធ្វើពីសារធាតុផ្សំដែលជួយឲ្យវាមានភាពស្ងាត់កាត់បន្ថយរំញើតនិងមានភាពធន់ខ្ពស់វាបំពាក់ដោយ Target Sight System ជាបច្ចេកវិទ្យា sensor ដ៏ទំនើបបំផុតដែលអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញគោលដៅបានឆ្ងាយនិងច្បាស់ល្អទាំងយប់និងថ្ងៃនិងក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ចំណែកបន្ទប់អ្នកបើកបរជាប្រភេទ Class Cockpit ដែលមានអេក្រង់ Digital ទំនើបបង្ហាញព័ត៌មានហោះហើរនិងប្រព័ន្ធសព្វាវុធយ៉ាងទូលំទូលាយភាពធ
នរបស់វាយន្តហោះនេះត្រូវបានរចនាឡើងដើម្បីការពារគ្រាប់កាំភ្លើងនិងមានប្រព័ន្ធការពារខ្លួនពីមីស៊ីលសម្រាប់ប្រតិបត្តិការភាពបត់បែនវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការចេញពីនាវាដឹកយន្តហោះឬនាវាចម្បាំងដែលធ្វើឲ្យវាស័ក្តិសមបំផុតសម្រាប់កងទ័ពជើងទឹកការថែទាំវាចែករំលែកគ្រឿងបន្លាស់រហូតដល់ 85% ជាមួយអធិបតេយ្យដឹកជញ្ជូន UH-1Y វៀតណាមដែលធ្វើឲ្យការថែទាំនិងការផ្គត់ផ្គង់គ្រឿងបន្លាស់មានភាពងាយស្រួលនិងចំណេញថវិកាសម្រាប់ប្រតិបត្តិការសកលក្រៅពីសហរដ្ឋអាមេរិកប្រទេសមួយចំនួនទៀតដូចជាបារ៉ែននិងសាធារណរដ្ឋឆែកក៏បានបញ្ជាទិញយកទៅប្រើប្រាស់ផងដែរចំពោះតម្លៃក្នុងមួយគ្រឿងជាមធ្យមតម្លៃចន្លោះពី30លានទៅ40លានដុល្លារអាមេរិកតម្លៃនេះអាចប្រែប្រួលទៅតាមកិច្ចសន្យាគ្រឿងបន្លាស់និងការបណ្ដុះបណ្ដាលបើគិតបញ្ចូលទាំងកញ្ចប់សេវាកម្មទាំងមូលសម្រាប់ការនាំចេញទៅបរទេសតម្លៃអាចនឹងខ្ពស់ជាងនេះជារួម AH-1Z Viper គឺជាអាវុធដ៏សាហាវនៅលើអាកាសដែលរួមបញ្ចូលគ្នានៅបច្ចេកវិទ្យា Digital ទំនើបភាពធន់និងកម្លាំងវាយប្រហារដ៏ខ្លាំងក្លាដែលធ្វើឲ្យវាក្លាយជាអធិបតេយ្យវាយប្រហារលំដាប់កំពូលមួយក្នុងពេលបច្ចុប្បន្នទី5 MH-60R Zhaz គឺជាអធិបតេយ្យពហុជំនាញសម្រាប់ប្រតិបត្តិការជើងទឹកដ៏ទំនើបបំផុតមួយនៅលើពិភពលោកដែលផលិតដោយក្រុមហ៊ុន Lockheed Martin តម្លៃរបស់វាក្នុងមួយគ្រឿងប្រហែលពី28លានទៅ50លានដុល្លារអាមេរិកអាស្រ័យលើការបំពាក់គ្រឿងបន្លាស់និងបច្ចេកវិទ្យាសម្រាប់ប្រទេសនីមួយៗប្រសិនបើរាប់បញ្ចូលទាំងការហ្វឹកហ្វឺនគ្រឿងបន្លាស់និងការថែទាំកិច្ចសន្យាអាចឡើងដល់ជាង100លានដុល្លារក្នុងមួយគ្រឿងចំពោះសមត្ថភាព MH-60R ត្រូវបានរចនាឡើងដើម្បីបំពេញភារកិច្ចសំខាន់ៗដូចជាការប្រឆាំងនាវាមុជទឹកដែលអាចស្វែងរកនិងកំទេចនាវារបស់សត្រូវការប្រឆាំងនាវាលើទឹកវាអាចវាយប្រហារលើនាវាចម្បាំងឬទូកតូចៗការស្វែងរកនិងសង្គ្រោះវាប្រតិបត្តិការសង្គ្រោះមនុស្សនៅកណ្ដាលសមុទ្រការដឹកជញ្ជូនវាត្រូវបានប្រើដើម្បីដឹកស្បៀងគ្រាប់រំសេវនិងជំនះអ្នករបួសចេញពីនាវាវាអាចប្រតិបត្តិការចេញពីនាវាចម្បាំងគ្រប់ប្រភេទដូចជានាវាដឹកយន្តហោះនាវាពិឃាតនិងនាវាល្បាតវាមានសមត្ថភាពហោះហើរបានគ្រប់កាលៈទេសៈមិនថាថ្ងៃឬយប់និងក្នុងស្ថានភាពអាកាសធាតុអាក្រក់នៅកណ្ដាលសមុទ្រស្លាបចក្រនិងកន្ទុយរបស់វាអាចបត់បានដើម្បីងាយស្រួលរក្សាទុកក្នុងឃ្លាំងតូចៗនៅលើនាវាបច្ចេកវិទ្យារបស់ MH-60R បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ប្រព័ន្ធរ៉ាដា AN ឬ APS 153V1 ដែលអាចចាប់សញ្ញានាវានៅចម្ងាយឆ្ងាយនិងអាចមើលឃើញសូម្បីតែបំពង់ដង្ហើមរបស់នាវាមុជទឹកដែលងើបផុតពីទឹកវាមានប្រព័ន្ធ Sonar ប្រព័ន្ធ ALFS សម្រាប់ទម្លាក់ចូលក្នុងទឹកដើម្បីស្វែងរកនាវាមុជទឹកដោយប្រើរលកសំឡេងបំពាក់ប្រព័ន្ធ Sensor កាមេរ៉ាកម្ដៅនិងប្រព័ន្ធអេឡិចត្រូនិកសម្រាប់កំណត់គោលដៅនិងការពារខ្លួនពីការបាញ់ប្រហាររបស់សត្រូវវាអាចបំពាក់គ្រាប់បែកទម្លាក់ក្នុងទឹក Torpedoes MK54 កាំជ្រួច Hellfire កាំជ្រួចតូចៗ APKWS និងកាំភ្លើងយន្តធុនធ្ងន់សម្រាប់បន្ទប់បញ្ជាបំពាក់ដោយអេក្រង់ Digital ដែលងាយស្រួលដល់អ្នកបើកបរក្នុងការគ្រប់គ្រងទិន្នន័យជារួម MH-60R Zhaz គឺជាភ្នែកនិងដៃដ៏មានឥទ្ធិពលរបស់កងទ័ពជើងទឹកក្នុងការការពារផ្ទៃសមុទ្រនិងកំទេចរាល់ការគំរាមកំហែងពីក្រោមទឹកនិងលើទឹកទី6 AH-64E Apache Guardian អធិបតេយ្យ AH-64E Apache Guardian គឺជាកំណែទម្រង់ចុងក្រោយបំផុតនិងទំនើបបំផុតនៃខ្សែស្រឡាយ Apache ដែលត្រូវបានគេទទួលស្គាល់ថាជាស្ដេចអធិបតេយ្យវាយប្រហារកំណែ version 6.5 គឺជាការអាប់ដេតផ្នែក software និងផ្នែក hardware ដ៏ធំដើម្បីបង្កើនសមត្ថភាពប្រយុទ្ធក្នុងសមរភូមិ Digital ខាងក្រោមនេះគឺជាការរៀបរាប់អំពីលក្ខណៈពិសេសរបស់វាចំពោះសមត្ថភាពការវាយប្រហារកម្រិតខ្ពស់វាអាចបំផ្លាញរថក្រោះរថពាក់ដែកនិងកម្លាំងទ័ពសត្រូវក្នុងចម្ងាយឆ្ងាយទាំងយប់និងថ្ងៃការបញ្ជាយន្តហោះគ្មានមនុស្សបើកនេះជាចំណុចខ្លាំងបំផុតដែលអ្នកបើកបរ Apache អាចមើលឃើញរូបភាពនិងបញ្ជាទិសដៅហោះហើររបស់ដ្រូនពីក្នុងកាប៊ីនយន្តហោះដើម្បីឆ្លូបយកការមុននឹងទៅដល់គោលដៅល្បឿននិងកម្លាំងប្រើម៉ាស៊ីន T700GE 701D ដែលមានកម្លាំងខ្លាំងអាចឲ្យវាហោះហើរបានល្បឿនអតិបរមា300 km ក្នុង1ម៉ោងគ្រឿងសព្វាវុធបំពាក់កាំភ្លើងធំ 30mm ឬ M230 Handgun ចំនួន 1200 គ្រាប់បំពាក់មីស៊ីល Hellfire រហូតដល់16 គ្រាប់ Rocket Hydra 70 ឬ APKWS សម្រាប់បច្ចេកវិទ្យាផ្ដោតលើ version 6.5 មាន Open Mission System គឺជាបច្ចេកវិទ្យាថ្មីក្នុង version 6.5 ដែលអនុញ្ញាតឲ្យគេបញ្ចូលបច្ចេកវិទ្យាថ្មីបានរហ័សដោយមិនចាំបាច់រុះរើយន្តហោះទាំងមូល Link 16វាមានប្រព័ន្ធទំនាក់ទំនង Digital ដែលអាចចែកព្រមានគោលដៅជាមួយយន្តហោះចម្បាំងដូចជា F-35
តាមនាវាចម្បាំងនិងកងទ័ពជើងគោកក្នុងពេលជាក់ស្ដែងបំពាក់រ៉ាដា Long Pro កែលម្អថ្មីវាជារ៉ាដាដែលនៅពីលើស្លាបចាក់អាចស្កែនរកគោលដៅបាន128ក្នុងពេលតែមួយនិងមានចម្ងាយឆ្ងាយជាងមុនជាពិសេសអាចប្រើប្រាស់ក្នុងប្រតិបត្តិការលើសមុទ្របានយ៉ាងល្អវាមានប្រព័ន្ធជំនួយការសម្រេចចិត្តដែលជួយកាត់បន្ថយសម្ពាធការងាររបស់អ្នកបើកបរដោយការរៀបចំអាទិភាពនៃគ្រោះថ្នាក់សម្រាប់ប្រតិបត្តិការលើបណ្ដាញសង្គ្រាមមិនត្រឹមតែជាអ្នកវាយប្រហារសត្រូវនោះទេប៉ុន្តែវាដើរតួជាមជ្ឈមណ្ឌលបញ្ជាលើអាកាសដែលប្រមូលព័ត៌មានពីសមរភូមិបញ្ជូនទៅទីបញ្ជាការវាអាចប្រតិបត្តិការក្នុងស្ថានភាពអាកាសធាតុអាក្រក់បំផុតមិនថាមានផ្សែងធូលីឬងងឹត00ដោយសារមាន sensor កម្រិតខ្ពស់កំណែ version 6.5 ត្រូវបានពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការលើសមុទ្រដើម្បីតាមដាននិងវាយប្រហារនាវាចម្បាំងតូចៗចំពោះតម្លៃក្នុងមួយគ្រឿងជាមធ្យមមានតម្លៃចន្លោះពី35លានទៅ55លានដុល្លារអាមេរិកហើយតម្លៃកញ្ចប់សរុបប្រសិនបើលក់ទៅឲ្យបរទេសរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលគ្រឿងបន្លាស់អាវុធនិងការថែទាំតម្លៃអាចឡើងដល់80លានទៅ120លានដុល្លារក្នុងមួយគ្រឿងជារួម AH64E Apache Guardian 6.5 មិនមែនគ្រាន់តែជាការអាប់ដេតធម្មតានោះទេប៉ុន្តែវាគឺជាការធ្វើឲ្យយន្តហោះនេះក្លាយជាអាវុធ Digital ដែលអាចធ្វើការងារបានយ៉ាងច្រើនលើពីការវាយប្រហារធម្មតាជាពិសេសការតភ្ជាប់ទំនាក់ទំនងក្នុងសមរភូមិទំនើបទី7 CH47F Chinook ឬហៅ Block 2 អត្ថប្រយោជន៍ CH47F Chinook គឺជាចំនួនចុងក្រោយបង្អស់នៃត្រកូល Chinook ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Boeing ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គ្រាមទំនើបនិងការដឹកជញ្ជូនធុនធ្ងន់នេះគឺជាការរៀបរាប់អំពីសមត្ថភាពបច្ចេកវិទ្យាប្រតិបត្តិការនិងតម្លៃសមត្ថភាពរបស់ CH47F ការដឹកជញ្ជូនទម្ងន់ធ្ងន់ដែលវាអាចលើកទម្ងន់បានរហូតដល់ប្រហែល 10.8 តោនឬ 24,000 ផោនដែលខ្លាំងជាង model មុនអាចដឹកកងទ័ពបានពី33ទៅ55នាក់អាស្រ័យលើការរៀបចំកៅអីវាមានល្បឿនអតិបរមាប្រហែល302គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហោះហើរបានក្នុងលក្ខខណ្ឌអាកាសធាតុក្តៅនិងទីកន្លែងខ្ពស់បានយ៉ាងល្អប្រសើរសម្រាប់បច្ចេកវិទ្យាវាត្រូវបានរចនាឡើងដើម្បីផ្ដល់កម្លាំងលើកបន្ថែមបានប្រហែល680គីឡូក្រាមវាត្រូវបានពង្រឹងឲ្យកាន់តែខ្លាំងដើម្បីបញ្ជូនកម្លាំងពីម៉ាស៊ីនទៅស្លាបចាក់បានប្រសើរជាងមុនដែលបង្កើនកម្លាំងរង្វិលបាន 10% វាប្រើប្រាស់ធុងប្រេងថ្មីដែលមានទម្ងន់ស្រាលជាងមុនប៉ុន្តែអាចផ្ទុកប្រេងបានច្រើនជាងមុនដែលជួយឲ្យហោះហើរបានឆ្ងាយហើយវាប្រើប្រាស់ប្រព័ន្ធ CAAS ដែលងាយស្រួលដល់អ្នកបើកបរក្នុងការគ្រប់គ្រងនិងតាមដានស្ថានភាពយន្តហោះចំពោះប្រតិបត្តិការវាប្រើសម្រាប់ដឹកជញ្ជូនកងទ័ពអាវុធយុទ្ធភ័ណ្ឌស្បៀងអាហារកាំភ្លើងធំនិងយន្តហោះយោធាហើយវាត្រូវបានប្រើប្រាស់យ៉ាងសកម្មក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយការបង្លត់អគ្គិភ័យពីលើអាកាសនិងការជំនះអ្នករបួសវាមានប្រព័ន្ធស្លាបចាក់2ដែលធ្វើឲ្យវាមានស្ថិរភាពខ្ពស់ក្នុងការចុះចតនៅតំបន់ភ្នំឬតំបន់ដែលមានខ្យល់បោកបក់ខ្លាំងចំពោះតម្លៃ CH47F អាចប្រែប្រួលចន្លោះពី35លានដុល្លារទៅ50លានដុល្លារអាមេរិកអាស្រ័យលើការបំពាក់ឧបករណ៍បន្ថែមនិងកញ្ចប់សេវាកម្មថែទាំតម្លៃនេះអាចខ្ពស់ជាងនេះប្រសិនបើលក់ទៅឲ្យប្រទេសក្រៅដោយបូកបញ្ចូលទាំងការបណ្ដុះបណ្ដាលគ្រឿងបន្លាស់និងអាវុធការពារខ្លួនជារួម CH47F Chinook គឺជាការធ្វើឲ្យប្រសើរឡើងនៅរចនាសម្ព័ន្ធទួលខ្លួននិងកម្លាំងម៉ាស៊ីនដើម្បីឲ្យវាក្លាយជាអត្ថប្រយោជន៍ដ៏មានឥទ្ធិពលបំផុតសម្រាប់កងទ័ពអាកាសជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៅមុខទៀតទី8 V280 Valor គឺជាអត្ថប្រយោជន៍ចំនួនថ្មីប្រភេទស្លាបបង្វិលដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bell Textron សម្រាប់កម្មវិធីរបស់កងទ័ពជើងគោកសហរដ្ឋអាមេរិកដើម្បីជំនួសអត្ថប្រយោជន៍ចាស់ៗដូចជា UH-60 Black Hawks ហើយនេះគឺជាលក្ខណៈពិសេសរបស់វាសមត្ថភាពវាអាចហោះហើរក្នុងល្បឿនអតិបរមាដល់ទៅប្រហែល520គីឡូម៉ែត្រក្នុង1ម៉ោងដែលលឿនជាងអត្ថប្រយោជន៍ធម្មតាជិត2ដងចម្ងាយប្រតិបត្តិការវាមានសមត្ថភាពហោះហើរបានចម្ងាយឆ្ងាយពី926ទៅ1480គីឡូម៉ែត្រនិងអាចហោះហើរផ្ទៃទីតាំងបានដល់ទៅជិត3900គីឡូម៉ែត្រសមត្ថភាពផ្ទុកអាចដឹកកងទ័ពបាន12នាក់ដែលមិនរាប់បញ្ចូលអ្នកបើកបរ4នាក់ហើយនឹងអាចយោងទម្ងន់ខាងក្រៅបានប្រហែល4500គីឡូក្រាមចំពោះបច្ចេកវិទ្យាខុសពី V22 Osprey ដែលម៉ាស៊ីនទាំងមូលត្រូវបង្វិលឡើងលើចុះក្រោម V280 បង្វិលតែផ្នែកកង្ហារប៉ុណ្ណោះចំណែកម៉ាស៊ីនគឺនៅនឹងថ្កល់នេះជួយកាត់បន្ថយកម្ដៅដែល
ភាយទៅដីនិងបង្កើនភាពធន់វាមានប្រព័ន្ធបញ្ជាហោះហើរតាមបែប Digital ពេញលេញដែលជួយឲ្យអ្នកបើកបរមានសុវត្ថិភាពនិងកាត់បន្ថយបន្ទុកការងាររបស់អ្នកបើកបរការរចនាប្រព័ន្ធកុំព្យូទ័រដែលងាយស្រួលក្នុងការដំឡើងឬផ្លាស់ប្ដូរគ្រឿងបច្ចេកវិទ្យាថ្មីៗនាពេលអនាគតវាត្រូវបានប្រើប្រាស់សារធាតុច្រើនដែលធ្វើឲ្យតួខ្លួនស្រាលតែរឹងមាំនិងធន់នឹងការស៊ីច្រេះសម្រាប់ប្រតិបត្តិការភាពបត់បែនវាអាចហោះឡើងនិងចុះចតត្រង់ដោយអត្ថបទចក្រធម្មតាប៉ុន្តែនៅពេលហោះហើរនៅលើអាកាសវាមានល្បឿននិងប្រសិទ្ធភាពដូចយន្តហោះស្លាបជើងបេសកកម្មវាត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយលោកពីចម្ងាយការដឹកជញ្ជូនកងទ័ពចូលតំបន់សត្រូវលឿនរហ័សនិងការជំលះអ្នករបួសប្រតិបត្តិការក្នុងតំបន់ក្តៅនិងខ្ពស់វាមានសមត្ថភាពខ្ពស់ក្នុងការហោះហើរក្នុងតំបន់ដែលមានអាកាសធាតុក្តៅនិងតំបន់ភ្នំខ្ពស់ៗដែលឧទ្ធម្ភាគចក្រធម្មតាពិបាកធ្វើបានចំពោះតម្លៃបើតាមការប៉ាន់ស្មានតម្លៃក្នុងមួយគ្រឿងអាចស្ថិតក្នុងចន្លោះពី43លានទៅ50លានដុល្លារអាស្រ័យលើបរិមាណផលិតនិងបច្ចេកវិទ្យាបំពាក់បន្ថែមទី9 V22 Osprey គឺជាយន្តហោះដែលមានលក្ខណៈពិសេសប្លែកពីគេដែលត្រូវបានគេស្គាល់ថាជាប្រភេទយន្តហោះស្លាបវិលផ្អៀងវាត្រូវបានផលិតឡើងដោយកិច្ចសហការរវាងក្រុមហ៊ុន Boeing និង Bell Helicopter វាមានសមត្ថភាពអាចហោះឡើងនិងចុះចតដោយឧទ្ធម្ភាគចក្រដែរប៉ុន្តែអាចហោះឡើងក្នុងល្បឿនលឿននិងចម្ងាយឆ្ងាយដោយយន្តហោះស្លាបជើងវាអាចហោះហើរក្នុងល្បឿនអតិបរមាប្រហែល500 គីឡូម៉ែត្រក្នុង1ម៉ោងលឿនជាងឧទ្ធម្ភាគចក្រធម្មតា2ដងអាចដឹកកងទ័ពបាន24នាក់ឬទំនិញដែលមានទម្ងន់ដល់ទៅ 9,000 គីឡូក្រាមនៅខាងក្នុងឬ 6,800 គីឡូក្រាមបើចង់ព្យួរនៅខាងក្រៅវាមានសមត្ថភាពហោះហើរបានចម្ងាយឆ្ងាយជាងឧទ្ធម្ភាគចក្រទូទៅដោយអាចហោះបានចម្ងាយជាង 1,500 គីឡូម៉ែត្រក្នុងការចាក់សាំងម្ដងចំពោះបច្ចេកវិទ្យាវាមានម៉ាស៊ីនដ៏មានឥទ្ធិពលចំនួន2នៅចុងស្លាបអាចបង្វិលបាន90ដឺក្រេនៅពេលបញ្ឈរវាធ្វើការដោយឧទ្ធម្ភាគចក្រហើយនៅពេលផ្ដេកវាធ្វើការដោយយន្តហោះធម្មតាមានប្រព័ន្ធបញ្ជាហោះហើរតាមរយៈ Digital ដែលជួយឲ្យការគ្រប់គ្រងមានស្ថិរភាពនិងសុវត្ថិភាពខ្ពស់តួខ្លួនធ្វើពីក្រាហ្វិកនិងសារធាតុផ្សំទំនើបដែលធ្វើឲ្យវាស្រាលធន់នឹងការច្រេះនិងពិបាកឲ្យរ៉ាដាចាប់បានចំពោះប្រតិបត្តិការយន្តហោះនេះត្រូវបានបែងចែកជាពីរសំខាន់ MV22 ប្រើសម្រាប់ដឹកជញ្ជូនកងទ័ពពីនាវាទៅកាន់តំបន់ប្រយុទ្ធនិងការវាយលោកពីអាកាសរីឯ CV22 ប្រើសម្រាប់ប្រតិបត្តិការពិសេសដូចជាការបញ្ជូនទ័ពចូលទៅក្នុងតំបន់សត្រូវដោយសម្ងាត់នៅពេលយប់ឬក្នុងចម្ងាយឆ្ងាយបេសកកម្មរួមមានការស្វែងរកនិងសង្គ្រោះការជំលះអ្នករបួសតាមអាកាសនិងការផ្ដល់ជំនួយមនុស្សធម៌ចំពោះតម្លៃជាមធ្យមប្រហែលពី70លានទៅ90លានដុល្លារអាមេរិកអាស្រ័យលើប្រភេទនិងកញ្ចប់បច្ចេកវិទ្យាជារួម V22 Osprey គឺជាមធ្យោបាយដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់ដែលផ្ដល់ឲ្យកងទ័ពនូវសមត្ថភាពចល័តរហ័សទោះបីជាវាធ្លាប់មានបញ្ហាសុវត្ថិភាពខ្លះៗក្នុងដំណាក់កាលអភិវឌ្ឍដំបូងប៉ុន្តែបច្ចុប្បន្នវាជាយន្តហោះដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងសមរភូមិទំនើបទី10 CH-53K King Stallion គឺជាឧទ្ធម្ភាគចក្រដឹកជញ្ជូនធនធ្ងន់បំផុតនិងទំនើបបំផុតរបស់កងទ័ពសហរដ្ឋអាមេរិកជាពិសេសកងពលតូចជើងទឹក US Marine Corps វាត្រូវបានរចនាឡើងដើម្បីជំនួស CH-53E Super Stallion ខាងក្រោមនេះគឺជាការរៀបរាប់សង្ខេបអំពីសមត្ថភាពបច្ចេកវិទ្យាប្រតិបត្តិការនិងតម្លៃវាមានសមត្ថភាពអាចលើកទម្ងន់បានរហូតដល់ 16.3 តោនក្នុងចម្ងាយ110ម៉ាយវាអាចដឹកលើស CH-53E រហូតដល់ទៅ3ដងក្នុងលក្ខខណ្ឌអាកាសធាតុក្តៅចំពោះកាប៊ីនខាងក្នុងមានទំហំធំទូលាយដែលអាចដឹកជញ្ជូនរថយន្តយោធាប្រភេទ HUMV បានយ៉ាងងាយស្រួលឬដឹកកងទ័ពបានច្រើននាក់វាហោះហើរបានក្នុងល្បឿនអតិបរមាប្រហែល315គីឡូម៉ែត្រក្នុង1ម៉ោងចំពោះបច្ចេកវិទ្យាជាឧទ្ធម្ភាគចក្រធនធ្ងន់ដំបូងគេដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការហោះហើរតាមបែប Digital ដែលជួយឲ្យការបើកបរមានភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់បើទោះបីក្នុងស្ថានភាពអាកាសធាតុអាក្រក់វាប្រើប្រាស់ម៉ាស៊ីនប្រភេទ General Electric T408 ចំនួន3គ្រឿងដែលមានកម្លាំងខ្លាំងនិងស៊ីប្រេងតិចជាងមុន 20% បើធៀបនឹងម៉ាស៊ីនចំនួនចាស់ផលិតពីសម្ភារៈសមាសធាតុដែលស្រាលតែរឹងមាំនិងមានស្លាបវិលបច្ចេកវិទ្យាចុងក្រោយដែលជួយបង្កើនកម្លាំងរុញបំពាក់ដោយអេក្រង់ Digital ទាំងអស់ងាយស្រួលដល់អ្នកបើកបរក្នុងការត្រួតពិនិត្យស្ថានភាពយន្តហោះចំពោះប្រតិបត្តិការវាប្រើប្រាស់សម្រាប់ដឹកជញ្ជូនអាវុធធនធ្ងន់រថយន្តគ្រឿងចក្រកងទ័ពនិងស្បៀងអាហារពីនាវាដឹកយន្តហោះទៅកាន់ដីគោកវាត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការក្នុងបរិស្ថានតំបន់ពងរាបនិងអាកាសធាតុក្តៅខ្លាំងដែលឧទ្ធម្ភាគចក្រផ្សេងទៀតពិបាកធ្វើបានបច្ចេកវិទ្យាថ្មីជួយឲ្យការថែ
ថែទាំមានភាពងាយស្រួលនិងចំណាយពេលតិចជាងមុនដែលធ្វើឲ្យវាបំពេញបេសកកម្មបានញឹកញាប់ចំពោះតម្លៃរបស់ ZH53K ត្រូវបានគេប៉ាន់ប្រមាណថាចន្លោះពី100លានទៅ125លានដុល្លារអាមេរិកតម្លៃនេះអាចប្រែប្រួលទៅតាមចំនួនបញ្ជាទិញនិងគ្រឿងបន្លាស់ហេតុផលនៃតម្លៃខ្ពស់ដោយសារវាជាបច្ចេកវិទ្យាថ្មីស្រឡាងការស្រាវជ្រាវមានតម្លៃថ្លៃនិងសមត្ថភាពលើសលប់ដែលគ្មានអត្ថបទចលនាផ្សេងអាចធ្វើបានក្នុងពេលបច្ចុប្បន្នជារួម CH53K King Stallion គឺជាសត្វដំរីដែកនៃសមរភូមិទំនើបដែលផ្ដល់លទ្ធភាពឲ្យកងទ័ពអាចផ្លាស់ទីសម្ភារៈធុនធ្ងន់បានយ៉ាងលឿននិងមានប្រសិទ្ធភាពបំផុតជាចុងក្រោយវិស័យយោធាអាមេរិកក្នុងឆ្នាំ2026គឺការផ្លាស់ប្ដូរទៅរក Future Vertical Line ដែលផ្ដល់អត្ថិភាពលើល្បឿននិងការរស់រានក្នុងសង្គ្រាមសម័យទំនើបដែលមានការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនិងមីស៊ីលការពារអាកាសខ្ពស់សូមអរគុណចំពោះការតាមដានរបស់លោកអ្នក